នៅអាមេរិកច្រើនឆ្នាំដែរតែអាចបាន experience ជាមួយនឹងបុណ្យ Easter សោះបែរជាមក experience នៅស្រុកខ្មែរវិញអញ្ចឹងថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅ Rosewood ភ្នំពេញពួកគាត់បានរៀបចំកម្មវិធី Exciting Easter Celebration ក្នុងនោះគាត់មានរៀបចំជាស្ករគ្រាប់ជាសូកូឡានិយាយទៅជាគ្រឿង treat ផ្អែមហើយឲ្យយើង decorate សូម្បីតែ egg ហ្នឹងក៏គេធ្វើមកពីសូកូឡាពណ៌សដែរបងប្អូនតែឃើញ decoration ដែលគាត់ដាក់នៅលើតុពេលចូលទៅដល់ហ្នឹងខ្ញុំពិតជារំភើបហើយសប្បាយចិត្តមែនតើអញ្ចឹងខ្ញុំមិនដឹងថាក្នុងចិត្តបូស្បាគាត់ជួលច្បល់ប៉ុណ្ណាមើលទៅទឹកមកដឹងហើយបងប្អូនគេចាប់ផ្ដើមយក paint brush យកអីមកហើយចង់ដឹងថា egg ដែលខ្ញុំធ្វើក៏ដូចជា egg របស់បូស្បាធ្វើចេញជារូបរាងបែបណាកុំភ្លេចមើលវីដេអូដល់ចប់ខូពេលដែលចូលមកដល់ living room របស់ Rosewood environment ហើយនឹង mood គឺបែប cozy chill លេងបដាអមជាមួយនឹងការលេង piano របស់បងប្រុសso relaxing អត់ចង់ឲ្យពេលវេលានឹងចប់ហ្មងណាពេលមកម្ដងគឺ enjoy the moment ខ្លាំងបើសិនជាបងប្អូនចាប់អារម្មណ៍ឃើញ egg នឹងមានតែ2ដោយសារពេលដែលពួកគាត់ send invitation មកហ្នឹងខ្ញុំប្រាប់ថាខ្ញុំមកជាមួយបងស្បាប្រហែលជាអត់បានមកដោយសារពេលហ្នឹងគាត់ក៏តែដល់ពេលដល់ថ្ងៃគាត់រៀងធូរគាត់នាំគាត់ទៅលេងទៅប៉ាសុកចិត្តឲ្យទៅស្បាហើយគាត់អង្គុយមើលអង្គុយថតអញ្ចឹងណាហើយខ្ញុំនេះអត់ដឹងថាខ្លួនឯងកំពុងធ្វើអីថាអត់មាន idea ហ្មងចេះទៅហើយ paint បដាគិតបដាបងប្អូនលឿនម៉ាក់ខំធ្វើម៉ូទៅជាឲ្យគេទៅជាតាដូចភពអើយសំខ្លាចហ្មងណាហើយសំខាន់ candy ដែលមាននៅក្នុងនឹងមិនថា M&M មិនថា Pearl មិនថាអីឲ្យតែ candy ក្នុងចានហ្នឹងគឺគេព្យាយាមប្រើទាំងអស់មើលទៅទឹកមុខក៏ដឹងដែរសុបាយចិត្តខ្លាំងហ្មងរបៀបថាគេឃើញស្នាដៃគេហើយគេបានសិតតែរបស់ឆ្ងាញ់ណាធ្វើបដាស្វិតស្វាញបដាដាក់មាត់បដាអីចឹងណាអើយ cute ខ្លាំងណាបងដែលធ្វើការនៅក្នុងហ្នឹងគឺពួកគាត់ welcome ពួកគាត់ sweet ហើយ make sure ថាយើង feel like home ហ្មងគួយមកស្ទូខ្ញុំបានជួបជាមួយនឹងបងម៉ាក់ដែរគួរឲ្យស្រឡាញ់ទាំងពីរគឺបងកល្យាណីហើយនិងបងជាតាពួកគាត់នៅខាងក្រៅរឿយហើយស្អាតមែនតើនិយាយទៅ character គាត់នៅខាងក្រៅ screen និងនៅក្នុង screen អត់សូវខុសគ្នាបងប្អូនគួរឲ្យស្រឡាញ់ខ្លាំងមែនតើ so we cheers and then had a little chit chat ងាកមកខាងនេះវិញគឺបង Benny ហើយនិងបង Fiata ពួកគាត់ថតរូបចាប់ប្លង់បានស្អាតមែនតើហើយ post គាត់មួយមកគឺ on fleek ហ្មងសម្បីតារូបខ្ញុំបងប្អូនឃើញរូបដែលខ្ញុំ post នៅលើ social media មួយថ្ងៃមុនហ្នឹងរូបរៀងប្លែកហ្នឹងគឺពួកគាត់ថតឲ្យអរគុណបងមែនតើជួបគ្នាលើកទី1ប៉ុន្តែមានអារម្មណ៍ថាសប្បាយចិត្តមិនមានតែប៉ុណ្្នឹងនេះឯងមានបងអូនផ្សេងទៀតដែរប៉ុន្តែ like enjoy the moment ខ្លាំងពេកថតបានតែតិចទេចឹងអរគុណមែនតើបងប្អូនដែលបានមើលវីដេអូនេះដល់ចប់ special thanks to Rosewood for having us it was such a great experience to be celebrating Easter with you guys and I'm looking forward to be there next time. Keep in touch and I'll see you guys in the next video. Happy Easter!